បាទសួស្តីដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកពីទាក់ទងនឹងរបៀបការស្នើសុំឲ្យសិស្សប្រឡងឆមាសម្ដងទៀតបាទគឺដំណាក់កាលទី1គឺយើង search មកដាក់ថា PLP moi co kh បាទហើយយើងចុចកន្លែងនេះមកព្រាបមកទៀតយើងយកថ្នាលបឋម PLP attach ទីរើយើងចូលកន្លែងអនុវិស័យអប់រំបឋមសិក្សាបាទចូលមកយើងយកទៅយើងចូលមកកន្លែងសិស្សយើងចូលមកថ្នាលបឋមហើយយើងវាយលេខកូដយើងមកបាទកន្លែងនេះយើងវាយលេខកូដយើងមកបាទយើងវាយលេខកូដយើងបញ្ចូលមកបាទវាយលេខកូដបាទវាយលេខកូដយើងចូលរួចហើយយើងនេះដាក់លេខសម្ងាត់យើងមកបាទដាក់លេខសម្ងាត់យើងចុចចូលគណនីមកបន្ទាប់មកទៀតយើងចុចចូលមកកន្លែងតេស្តរួចហើយយើងចូលមកកន្លែងប្រឡងឆមាសបាទបន្ទាប់មកទៀតឧទាហរណ៍ថាតើយើងចង់រើសមុខវិជ្ជាណាឲ្យសិស្សប្រឡងឧទាហរណ៍ថាថ្នាក់ទី5អញ្ចឹងរបស់ខ្ញុំផ្ទាល់គឺខ្ញុំចង់ឲ្យគាត់ប្រឡងគណិតម្ដងទៀតចុចលើអាសញ្ញាទង់ជាតិនេះបាទលើងទង់ជាតិនេះចុច flex មកបាទទីទៀតវាបង្ហាញប្រាប់ឥឡូវឧទាហរណ៍ថាខ្ញុំចង់ឲ្យសិស្សណាប្រឡងម្ដងទៀតបាទឧទាហរណ៍ថាអ៊ីផាណាចុះអ៊ីផាណាមកនិមលអ៊ីផាណាបាទយើងចុចមកតែយើងថាមានបញ្ហាអីយើងរើសបញ្ហាមកអ៊ីនធឺណិតទៅបាទអ៊ីនធឺណិតឬក៏មានបញ្ហាអីបំពេញទៅបាទនិយាយទៅយើងអាចស្នើសុំឲ្យគាត់ចូលប្រឡងម្ដងទៀតបានបាទយើងត្រូវចុចឲ្យប្រឡងម្ដងទៀតអញ្ចឹងទៅវាបានតែនេះយើងធ្វើបានម្ដងមួយយើងមិនអាចធ្វើបានទាំងអស់បានទេយើងអាចរើសសិស្សបានបាទវីដេអូមានតែប៉ុណ្ណេះឯងបាទសូមអរគុណ